Vì tới cái này nó cứ như phải chừng kìm hay còn khai chừng kìm này bởi sao ta bởi dương kén sọc sọc cũng như sao mà thông không ai không bằng có hôm ở trong nó lừa dương hay những người cầm mật đôi ở lừa đôi vậy nó cũng khai cái để khác nhóm mình kia tạm vì mình làm bắt phải với mà hội dân phi đập chụp mong mua chụp ấy thật nâng và về hai dân miệt thông á miệt thông miệt thông hay không mà thì ta miên pì miên mà được sấy muối miên được miệt đen hay như một đăng tha anh ấy còn chỉ nhâm nẹt chơi nhưng cái anh đi chơi vì ai để cắt ấy đẹp nhỉ nhưng là đẹpជំរាបសួរអ្នកនរនេះខ្ញុំបាទឈ្មោះបាទសូមស្វាគមន៍មកកាន់កម្មវិធី PDO Studio Podcast សប្តាហ៍ទី2 episode ទី2នៅក្នុងថ្ងៃនេះដែរយើងនឹងនិយាយអំពីប្រធានបទដ៏ព្រឺព្រួយមួយដែលនិយាយអំពីរឿងខ្មោចអ្នកនរគ្នាប្រតិឆ្ងល់ថាម៉េចបានយើងនិយាយពីយ៉ាងប៉ុន្តែនៅក្នុងថ្ងៃហ្នឹងយើងនឹងមានតារាកិត្តិយសចំនួន2រូបដែលមកចែកម្លែកថាគាត់បានធ្លាប់ជួបរឿងអ្វីខ្លះពាក់ព័ន្ធជាមួយនឹងរឿងខ្មោចហ្នឹងតោះយើងទៅជួបពួកគាត់ទាំងអស់គ្នាជំរាបសួរបងទាំងពីរបាទតើថ្ងៃនេះដែរមានដឹងថានិយាយអំពីប្រធានបទអីដែរចាដឹងហើយចំពោះរឿងហ្នឹងដែរខ្ញុំមិនធ្លាប់ជួបពីមុនទេប៉ុន្តែខ្ញុំឮសូរគេនិយាយចឹងណាអូមិនខិតតូនមកអូខេខ្ញុំកាន់តែចាប់អារម្មណ៍ទៀតតោះរឿងហ្នឹងវាយ៉ាងម៉េចទៅដែរចំពោះរឿងហ្នឹងដែរវាបាននិយាយប្រាប់ខ្ញុំថានៅខេត្តវាហ្នឹងវាមានដើមឈើមួយធំតែខ្ញុំមិនដឹងថាដើមឈើហ្នឹងដើមឈើអីគេនៅពេលហ្នឹងជាម៉ោងប៉រម៉ោង8ហ្នឹងវាជីកមួយប៉ាម៉ាក់វាចាប់អារម្មណ៍ថាចេះជីកនៅពេលដែលជីកកាត់ដើមហ្នឹងវាបែបមានអារម្មណ៍ទៅព្រឺហើយសំខាន់មានដូចឬសើសំឡេងអីមិនដឹងវាថាចាប់អារម្មណ៍ថាដូចមានគេរត់តាមក្រោយចឹងចេញពីកន្លែងដើមឈើហ្នឹងអូចាប់អារម្មណ៍ហើយខណៈខ្ញុំស្ដាប់វាហើយខ្ញុំនឹងធ្វើសបល់ហើយខ្ញុំដឹងបាសសក់ក្រោយហ្នឹងចូលមានរឿងអីថែមទៀតណានិយាយទៅខ្ញុំមិនដែរជួបទេខ្ញុំស្ដាប់តែគេនិយាយប្រាប់ចឹងការចែកម្លែកខ្ញុំនេះប៉ុណ្្នឹងហើយចំពោះរឿងការហាត់នឹងដែរខ្ញុំអ្នកទាំងអស់គ្នាមិនបាច់ចាំចាត់ទុកថា series អីទេអូខេបាទអរគុណសម្រាប់ការចែកម្លែករឿងពីរហ្នឹងណាហើយឥឡូវយើងសូមទៅកាន់បេក្ខជនរូបទៀតឥឡូវយើងចូលទៅកាន់ Jen សួស្តីបងចាសួស្តីបាទថ្ងៃហ្នឹងមានរឿងអីមកចែកម្លែកដែរថ្ងៃហ្នឹងមានប្រធានបទថ្មីទីនោះថានឹងមានការបន្តចំពោះខ្ញុំមកអូចាប់អារម្មណ៍ហ្មងនិយាយទៅរឿងហ្នឹងវាបែបលក្ខណៈថាយើងពេលហ្នឹងយើងលក្ខណៈយើងឈឺអីធម្មតាណាគេក៏ដូចណាគេដែរពេលដែលគាត់លក្ខណៈឈឺទៅគេហៅនិយាយបានថាដូចលក្ខណៈថាត្រូវទៅចាក់គេផ្ចាញ់គេហ្មងផ្ចាញ់គេអាហ្នឹងដូចប្រៀបដូចត្រូវអំពើណាបងហ្នឹងតែគាត់ថាពេលហ្នឹងយើងលំគ្នាដែរដោយសារតែពេលហ្នឹងខ្ញុំឈឺចេះឆ្ងល់ថាហេតុអីបានពេទ្យអីគាត់មើលអត់ដឹងទេមើលអត់ដឹងហ្មងថាខ្ញុំឈឺអីគេទៅពេទ្យឡើងពីពេទ្យអីគឺពេទ្យនិយាយហ្មងថាអត់ដឹងថាឈឺអីទេតែក្តៅខ្លួនញាក់បកាច់រហូតអូចាដល់ពេលស្គាល់គ្រូដែលនៅខាត់កែវចាដល់ពេលឥឡូវហ្នឹងគាត់ក៏សួរទៅបានលោកគ្រូខាត់កែវគាត់មើលឆ្នាំមើលអីចឹងសួរថាហេតុអីចឹងទៅក៏គាត់និយាយថាខ្ញុំមានគេតាមវ៉ាវជាអ្នកតាមហ្នឹងជាខ្មោចឬក៏យ៉ាងណាដែរលក្ខណៈថាមានតែកាក់មនុស្សទេអូអាមនុស្សអ្នកតាមវិញអូខេហើយក៏និយាយទៅយើងមានទាំងលក្ខណៈថាហ្នឹងគេហៅថាមានម្ដាយដើមម្ដាយអីដែរចឹងអូបាទធ្វើឲ្យយើងឈឺដល់ពេលមើលជុំមើលឡើងទៅវាមានទាំងអាផ្លូវក្នុងទាំងបុកសរុបទាំងយើងមានម្ដាយដើមមានអីនឹងទៀតគ្រូបាស៊ីហ្នឹងណាក៏ធ្វើឲ្យខ្ញុំឈឺបាក់ស្បាតឈឺខ្ញុំបាក់ស្បាតហ្នឹងហើយខ្ញុំឃើញរហូតលក្ខណៈថាឲ្យតែពេលយប់ឡើងអីចឹងណាពេលខ្ញុំគេងពេលខ្ញុំឈឺជួសរោមណាយប់ឡើងដឹងតែមានអ្នកហៅខ្ញុំពីក្រុមទេហើយអូជាលក្ខណៈមិនដែរបងហៅពេលច្រើនមិត្តភក្តិអូចាជាមិត្តភក្តិវាលក្ខណៈថាយើងនៅលើផ្ទះធម្មតាហ្នឹងពាក្យយាយដែលខ្ញុំធ្លាប់ប្រាប់គាត់និយាយថាចេះបើសិនជាលឺណាគេហៅអញ្ចឹងពេលយប់ព្រឹកហ្នឹងណាម៉ោងប្រហែលជា1 2ឬមួយក៏2 10យប់អីហ្នឹងយ៉ាគាត់អត់ឲ្យឆ្លើយទេអត់ឲ្យឆ្លើយបើសិនគេហៅថាវាយើងគាត់គួរកាត់មើលថាចេះវាមិនដែរមិត្តភក្តិយើងមករកយើង2 10យប់ម៉ោង1យប់អីត្រូវហ្នឹងដល់ពេលហៅយើងសេកបានលក្ខណៈមិនសេរី enjoy បានលក្ខណៈខ្សោយតែសំឡេងមិត្តភក្តិយើងសុទ្ធហ្មងសំឡេងមិត្តភក្តិយើងបិទហ្មងតាំងពីនិយាយអីគឺអត់មានខុសទេអញ្ចឹងបានន័យថាបងគេនៅបន្ទប់ប៉ុន្តែឮសំឡេងមូម៉ាក់ហៅហ្នឹងហើយដល់ពេលហៅទៅសំឡេងហ្នឹងហៅលក្ខណៈថាតែខ្ញុំមានឈ្មោះប៉ាត់ខ្ញុំណាប៉ាត់ខ្ញុំពិសីហ្នឹងដោយសារតែគេហៅថាពិសីណាស្បែកជើងហែងហ្នឹងណាយើងយកមកឲ្យហើយចូលមកតិចមើលមកយកមកយើងហ៊ានឡើងទឹកទេព្រោះអីខ្លាចម៉ាក់ហែងអត់ឲ្យឡើងអញ្ចឹងណាយ៉ាដល់ពេលហើយពេលហ្នឹងដំបូងខ្ញុំរកឆ្លើយដែរខ្ញុំគិតថាតែខ្ញុំចាំពាក្យយាយខ្ញុំថាបើគេហៅយកប្រឡប់អីកុំឆ្លើយសោះហើយបើថាគេហៅចង់ពីបេះដូងហើយនៅតែហៅទៀតគាត់ឲ្យខ្ញុំហ្នឹង
ស្ពះខ្នើយ អូស្ពះខ្នើយ យ៉ាស្ពះខ្នើយខ្លួនឯង3ដងហើយសូត្រសម្មាសម្ពុទ្ធសម្មាសម្ពុទ្ធស័កហ្នឹងណា3ដង ដល់ហើយពេលហ្នឹងបាត់ដូចកូននិយាយមែនអត់ ចាបាត់ អូ បាត់មែននិយាយទៅអត់ជាក់ស្ដែងគឺវាបាត់ហើយតែមកសន្ទុះក្រោយមកនៅតែមកទៀតក៏លើកហ្នឹងខ្ញុំអត់គិតច្រើនទេពេលហ្នឹងខ្ញុំតែយាយខ្ញុំណាតែយាយខ្ញុំសួរថាយាយមិនបានគេមកហៅខ្ញុំតាំងពីប្រឡប់ចឹងហើយគាត់ថាសួរថាមិនមែនអញ្ចឹងណាពេលខ្ញុំប្រាប់គាត់តាំងពីហ្នឹងទៅដល់ពេលគាត់និយាយថាឥឡូវមិននិយាយច្រើនទេអុជធូបឲ្យខ្ញុំចុះទៅអុជធូបនៅកន្លែងជំនាញផ្ទះខ្ញុំហ្នឹងណានៅកន្លែងជំនាញផ្ទះហ្នឹងដោយសារពេលហ្នឹងបន្ទប់ខ្ញុំគឺទល់មុខជំនាញផ្ទះដែរ អូទល់មុខបណ្ដោយបាទឥឡូវសុំកាត់បងតិចពេលកាលហ្នឹងបងនៅម្នាក់ឯងមិនមែនក៏មានគេនៅជាមួយបងដែរ បើនិយាយទៅកាលហ្នឹងមានទាំងអស់នៅទាំងអស់ អូនៅផ្ទះជុំគ្នាពេលបង ជុំគ្នា អូខេ ក៏ប៉ុន្តែសលេងហ្នឹងគឺលើតែយើងឯង អូបាទ ហើយខ្ញុំជប់ភាគច្រើនយកប្រឹកចឹងពេលដែលម៉ាក់អីគាត់កេងលក់ចឹងខ្ញុំអត់ចូលចិត្តឲ្យដាស់គាត់ញ៉ៃទៅពេលខ្ញុំឈឺក៏ដោយ បាទ យ៉ាដោយសារយើងមើលខ្លួនឯងបានណាដល់ពេលហើយទៅក៏យប់ហ្នឹងតែយាយហើយម៉ាក់ក៏គាត់អត់តន់តែទៅប្រាប់ម៉ាក់អាចយាយក៏គាត់តែតន់តែទៅប្រាប់ម៉ាក់ដែរដល់ពេលខ្ញុំអុជធូបអីហើយទៅក៏ខ្ញុំមកវិញគាត់ឲ្យខ្ញុំជពាក់ខ្នើយ3ដងទៀតខ្ញុំជពាក់ខ្នើយ3ដងទៀតអាហ្នឹងបាត់មក វ៉ាវ បាត់ឆឹងហ្មងតាំងពីមកជប់តោភ្លឺហ្នឹងគឺបាត់ឆឹងហើយអត់លែងមានអីទេលែងមានអីដល់ពេលផឹកឡើងបានយាយខ្ញុំគាត់មកដល់ផ្ទះហើយគាត់ឲ្យយកគាត់ទិញចែកទិញផ្លែឈើអីចឹងហើយយកមកដាក់គ្រូបាជាយហងយកមកដាក់ជំនាញផ្ទះជំនាញអីហងហើយគាត់ឲ្យយើងនិយាយតាមគាត់អីដែលយើងធ្លាប់និយាយចឹងទៅដល់ពេលទៅពីហ្នឹងទៅរៀងបាត់រយៈពេលហ្នឹងខ្ញុំតែនៅតែឈឺឡើយឯងព្រោះពេលដែលខ្ញុំឈឺហ្នឹងឈឺលក្ខណៈឡើងចូលពី3ខែឈឺហ្នឹងឡើងយើងខ្សោះធ្វើអីកើតទេគឺខ្សោះហ្មងដល់ពេលហើយទៅតែពេលគេងចេះតែយកសពរៀងខកយកសពរៀងខកលក្ខណៈថាគេហៅយើងទៅក្នុងទឹកទៅអីចឹងជាប់ដែរ បើយកសពទៅឃើញវាគេហៅទៅរហូត គេហៅឲ្យម្នាក់ស្រីហ្នឹងពេលខ្លះមុខអត់ដូចគ្នាអត់ដែរវាដូចគ្នាទាំងអស់ ដូចគ្នា ចឹងខុសគ្នាប៉ុន្តែរូបរាងអីគឺតែមួយមុខខុសតែគ្នាដល់ពេលហៅទៅក៏ខ្ញុំគាត់ថាយើងយកសពចឹងយាយគាត់ក៏ហៅទៅស្រូចទឹកស្រូចអីចឹងទៅឲ្យបដោះគ្រូឲ្យមានទឹកបាញ់អង្គបាញ់អីចឹងណានឹងដល់ពេលអាហ្នឹងលេងអីអត់សូវអីទេតែថ្ងៃមួយហ្នឹងក៏ខ្ញុំគេងធម្មតាទៅពេលហ្នឹងយើងរៀងគាត់បាយ បាទ តែគាត់យើងនៅរៀងបាក់ស្បាតឡើយទេពេលដែលខ្ញុំគេងហ្នឹងខ្ញុំមិនដឹងថាជំនាញផ្ទះឬមួយក៏មួយទៀតរៀងលក្ខណៈមានធំណា មានធំ មានធំហើយខ្មៅ អូ មានធំហើយខ្មៅហើយខោពណ៌ក្រហមបែបយ៉ាងឈាមជ្រូកបាទ មានម្នាក់មានធំហ្នឹងនៅពីលើបិតាហ្នឹងហ្មងយើងឃើញមុខវានៅលើបិតាហ្នឹងខ្ញុំដឹងថាកាលណាខ្ញុំសម័យឬមួយក៏វាជាការប៉ັດទេហើយមួយទៀតទៅមានពីរមានមនុស្សស្រីមួយមានមនុស្សប្រុសមានទាំងធំមួយហើយខ្ញុំអត់ដឹងថាអាហ្នឹងគាត់ទៅជាខ្ញុំអ្នកឈឺហ្នឹងយើងពេលហ្នឹងយើងឈឺវាអាចនឹងកាត់អីដែរយើងឲ្យផ្ដេកដែរ ខោធំខ្មៅអូខោក្រហមហើយធំខ្មៅ នៅបើតាមខ្ញុំគិតវាអាចដូចជាយំរីកអីចឹងណាឬក៏យ៉ាងណា តែស្នាក់ហ្នឹងបងខ្ញុំគិតថាបើអាចគិតថាដូចថាអ្នកតាអីមិនថាគេសកត់គេជាប់អីហ្នឹងខ្ញុំមិនដឹងទេតែគាត់ថាពេលហ្នឹងភ័យមែនហើយបន្ទាប់មកក៏សូម្បីតែពេលហ្នឹងចាក់ជើងគាត់ហ៊ានឲ្យចេញពីភួយដែរ អូខ្លាចខ្លាំង អត់ឲ្យចេញពីភួយទេដល់ពេលហើយទៅខប់ចិត្តទាំងអស់ហើយទៅប៉ុន្តែកុំហឹកអត់រួចយើងប្រឹងយើងប្រឹងជំនះវាដល់តែពេលហ្នឹងគេសកត់ពីលើយើងមកខប់រួចហើយគាត់មើលពេលហ្នឹងម៉ោងប្រហែល3 4ហ្នឹង 3 4 យប់ក៏ភ្លឺ 3 4យប់ហើយពេលហ្នឹងទៅយប់បើពេលហើយទៅសកត់យើងយប់អត់រួចពេលហ្នឹងរហៅមកហៅម៉ាក់ប៉ាអីក៏អត់កើតដែរមានអារម្មណ៍ថាវាដូចថាតឹងធ្ងន់វាដូចធ្ងន់ម្ដង យ៉ាធ្ងន់ហើយហៅរួចហើយកំរឹកជើរួចហើយដល់ពេលហើយទៅខ្ញុំធំខ្ញុំគិតថាយើងកុំចុះចាញ់វាធំហើយឈ្នះអត់ចុះចាញ់ទេខ្ញុំបិទភ្នែកឲ្យខ្ញុំចេះតែសូត្រចារហូតដល់សូត្រទៅកាលនេះយើងអត់ដឹងនឹងត្រូវធ្វើអីចេះសូត្រទៅ ចេះតែសម្មាសម្ពុទ្ធ អត់ដឹងថានឹងប៉ិតគេជួយយើងអត់ទេតែអ្នកខ្លះតាមបីនឿគេបើសិនជាគេខ្លះគេសូត្រគេបាត់តែថាគេអ្នកជឿគេជឿនៅជឿចឹងតែបើយើងខ្ញុំអត់ដឹងកាលនេះខ្ញុំអត់ជឿខ្លះទេគ្រាន់តែថាខ្ញុំមកបុកដែលខ្ញុំជឿពេលដែលខ្ញុំឈឺហ្នឹងបាទខ្ញុំរៀងជឿដល់ពេលហើយទៅចេះតែសម្មាសម្ពុទ្ធតែស្អីហ្នឹងទៅ3 4ដងអញ្ចឹងទៅដល់ពេលហើយទៅយើងខំប្រឹងប្រហែលខ្លួនណាប្រហែលផាយបានប្រហែលជាម៉ោង5
ពេលហ្នឹងបើកមើលមកពេលខ្ញុំដែលខ្ញុំងើបផុតហើយ បាទ ម៉ោង 5 ម៉ោង 5 ទៅ 6 ងើបមកខ្ញុំមានអារម្មណ៍ថាយើងទាំងអស់ស្ពឹកទាំងអស់មកតែបែរទៅជឿនឹងស្ពឹកហើយយើងឃើញហ្នឹងក៏យើងឃើញដែរដល់ចាក់ស្ដែងថាយើងសម័យដូចមកក៏អីហើយខ្ញុំកែលក់ហ្មងកែលក់តាំងពីយប់ហ្នឹងមកតាំងពីនិយាយទៅតាំងពីពេលខ្ញុំចូលគេហ្នឹងមកមិនដល់ដល់ផឹកហ្នឹងគឺកែលក់ឲ្យមកសម្បត្តិមក វ៉ាវ យ៉ាដល់ពេលហើយក៏ងើបមកយើងនិយាយផឹកងើបខ្លួនឯងដោយយើងកាសទៅធូរចឹងក៏ចាប់បើថាគ្រូវិញឡើងហងឈើហ្មងងើបមកហើយមិនដំបូងគេទិញទូរស័ព្ទមើលថាមកម៉ាហើយគាត់ទៅពីពេលហ្នឹងមកយប់ឡើងខ្ញុំប្រាប់ម៉ាក់អញ្ចឹងម៉ាក់គាត់តែទៅសួរលោកគ្រូដែលគាត់អ្នកកាន់ខ្ញុំហ្មងគាត់មើលរឿងខែហ្នឹងក៏គាត់ឲ្យលោកគ្រូហ្នឹងមើលថាមិនអីមិនគាត់ថាពេលហ្នឹងដឹងស្រាប់ពីយើងចាក់យើងដូចធម្មតាវាចាក់ចាញ់គេអញ្ចឹងទៅវាចិត្តតែមានអ្នកតាមនេះតាមនោះចង់បានយើងហ៎យល់គឺខ្ញុំគេចង់បានច្រើន ចង់បានបែបមិននៅជាមួយឬក៏យ៉ាងណាបង បែបនៅជាមួយផងបែបលក្ខណៈនិយាយទៅចង់ឲ្យយកយើងគេស្រឡាញ់យើងដូចកូនអញ្ចឹងគេចង់បានយើងដល់ពេលហើយតទៅពេលហ្នឹងមកក៏គាត់ទៅលោកគ្រូនៅនៅតាកែវហ្នឹងឲ្យគាត់ចាត់ចែងឲ្យខ្ញុំទៅស្រួយទឹកទៅស្រួយអីដល់តាកែវហ្នឹង បាទ វាទៅថយទឹកហើយក៏មានពាក់លក្ខណៈកថាខ្សែចកេះខ្សែអីចឹងដើម្បីការពារអញ្ចឹងណា បងប្អូនវាជាវប្បធម៌ជំនឿខ្មែរ ហ្នឹងហើយ បាទ ដល់ពេលហើយវាអត់មានអីទេតែពីពេលហ្នឹងមកខ្ញុំរៀងធូរស្បើយតែខ្ញុំបានទៅប្រឡងទី12ដែរតែទាំងអត់បានរៀនណាយល់អត់និយាយក្នុងដាក់អត់មានតែទៅប្រឡងទី12នេះចេះអីគាត់តែមើលវិញ្ញាសាពុកមានអារម្មណ៍ថាវាមិនធ្វើបានទេធ្វើបានដែរក៏ប៉ុន្តែធម្មតាខ្ញុំវិទ្យាសាស្ត្រដាក់វិទ្យាសាស្ត្រ បាទ ដល់ពេលអញ្ចឹងទៅយើងរៀងពឹងកំណត់ហើយជីវៈអីខ្លាំងណាស់ដល់ ខា ពេល ងបែបគិតលេខគិតអី ហ្នឹង ច្រើន ដល់ពេលម្ចាស់ហ្នឹងយកបានរៀនដល់ចេះទៅប្រឡងគេដែរមានទេអត់ចប់ទេធ្លាក់ដែរ តែ តែយើងបានលក្ខណៈតែយើងខំប្រឹងខ្លួនយើងតែឲ្យយើងឈឺគេថាដំបូងក៏ទៅប្រឡងការដែរសាមាក់ស្បានតែគាត់ថាចង់ជំនះយ៉ាទៅពេលចង់ជំនះទៅក៏ទៅប្រឡងតែអត់ទោះបីជាធ្លាក់ក៏ដោយទោះបីជាចុះក៏ដោយវាហ្នឹងវាជារឿងធម្មតាខ្ញុំគិតថាវាមិនធំដូចមិនទេណាមួយយើងអាចយកអាយុតិចដែរយើងអាចប្រឡងម្ដងទៀតបានអីចឹងណាដល់ពេលហើយក៏លេងកាត់តាំងពីពេលហ្នឹងទៅចឹងអារឿងហ្នឹងបាទខ្ញុំគឺវាចាប់ត្រឹមហ្នឹងអត់ដល់ តែបើតែខ្ញុំគិតថាបើសំណាងដែរដែលឈឺចឹងហើយប៉ុន្តែអាចមានឱកាសទៅប្រឡងទៀតបានឱកាសទៅប្រឡងទៀត អត់បានរៀនអីបន្តិចមក ទៅបាយអាចគិតថាពេលហ្នឹងពេលបាយជាតបាក់ក្នុងខែប៉ុន្មានដែរ ពេលដែលជាហ្នឹងមែនជាហ្នឹងដូចជាខ្ទង់ខែ12 ខែ12 យ៉ាអាហ្នឹងជាដាច់ហ្មង ជាដាច់ លេងអីហ៎ ប៉ុន្តែពេលបងទៅប្រឡងទាំងឈឺដែរទៅអត់ ទៅប្រឡងទាំងឈឺ អូវ៉ាវ ទៅប្រឡងទាំងឈឺអត់ទាន់ស្រួលខ្លួនហ្មងទេតែខ្លាំងហើយធម្មតាយើងឈឺរហូតចាំម៉ាក់នេះគាត់ចិត្តតែបារម្ភយើងអញ្ចឹងណាតែមិនដឹងអត់កាប់ទៅពេលទៅប្រឡង stress ខ្លាំងstress ហ្មងមិនអ្នកប្រឡងទី12មិនស្រួល បាទ stress ហ្មងហើយអាសុពីតជាងគេអនុរិយឆ្វេងស្ដាំឆ្វេងស្ដាំនឹងមកអួយហ្នឹងហ្មងខំខ្លាំងណាស់ដល់ពេលហើយទៅខ្ញុំក៏ថាអត់តែត្រូវតែចេះប្រឡងចេះសរសេរមកស្អីក៏សរសេរចេញក្នុងគូក្បាច់ចេះធ្វើអីចេញមកដល់ពេលហើយទៅក៏ធ្វើតាមហ្នឹងទៅតែពេលដែលយើងចេញក្រៅធម្មតាបើសិនជាយើងចេញក្រៅទាំងមុខយើងអញ្ចឹងអត់មានទឹកចិត្តអីសោះហ្នឹងម៉ាក់ប៉ាយើងគាត់រៀបអស់សង្ឃឹមហើយដល់ពេលខ្ញុំគាត់ថាយើងចេញក្រៅដំបងសាលាភ្លាមមកគាត់ប្រឡងចាប់ទៅមុខរៀងមក ដើម្បីគាត់មើលឃើញថាអូយើងមាន power យ៉ាវ អត់អីធម្មតាសប្បាយតែក៏ប៉ិតមើលខ្លាំងតឹងទៅ បាទអីបងអរគុណច្រើនហើយចូលបងមានរឿងអីមួយទៀតទេ បើនិយាយពីរឿងមានរឿងច្រើនណាស់ក៏ប៉ុន្តែយ៉ាងណាថាយើងពេលខ្លះរឿងខ្លះយើងអាចនិយាយមកបានណា អូបាទបងបាទ ចឹងបើសិនជាអាចចាំវគ្គក្រោយអីឬមកក៏លើកក្រោយអីអាចនឹងមានរឿងផ្សេងៗ អូខេបង Yes បាទអរគុណអ្នកទាំងពីរនាក់ដែលបានមកចែកម្លែកបទពិសោធន៍ក្នុងថ្ងៃនេះជាចុងក្រោយខ្ញុំចង់និយាយថាមិនថាយើងជឿឬក៏មិនជឿក៏ដោយប៉ុន្តែវាជាប្រពៃណីរបស់ខ្មែរយើងតែយើងត្រូវដឹងថាទោះយើងមិនជឿក៏យើងក៏មិនត្រូវប្រមាថដែរជាចុងក្រោយនេះកម្មវិធីរបស់ podcast របស់យើងឈានដល់ទីបញ្ចប់ហើយបើអ្នកនរគ្នាចង់មើលទៀតរងចាំទស្សនាសប្តាហ៍ក្រោយបាយបាយ